nhom sự kết khơi bong ôn dương mà chuẩn luôn thống đại quạt sờ lạnh nẹt nam mình nẹt rư có trôi chân nẹt nam mình nẹt rư có control từ lư đà ra chấm riêng nam mình nẹt đại luôn anh sờ lạnh nứng cứ phải chan cứ quạt ngọc ngol mình thế ngọc ngol mấy nhom ụt thò ở nghi snap đôi quạt chia fan bảo vạn đà chẳng hay vạn đà nâng chi đi viết cửa trâu kia chẳng hay quạt control cặp mục màu nạp idol គាត់អត់បានទេមិនថាទាំង fan វណ្ដានិង fan ជីឌីវីតគឺនរណាគេប៉ះ idol របស់ខ្លួនឯងគឺអត់បានទេទាំងតែពេលខ្លះidol ដែលខ្លួនឯង control ហ្នឹងគេមិនតង់បានទឹកគ្នាអីជាធំដុំផងឲ្យយើង fan នេះខំប្រឹង comment ឆ្លោះគ្នាបែកទឹកបែកដីអាហ្នឹងវាអត់ល្អទេខ្ញុំឧទាហរណ៍មួយឧទាហរណ៍តែខ្ញុំមានគ្រូម្នាក់ខ្ញុំស្រឡាញ់គាត់ខ្ញុំស្រឡាញ់គ្រូខ្ញុំព្រោះគាត់ទី1គាត់ល្អទី2គាត់និយាយអីសមហេតុផលតែមិនមែនខ្ញុំស្រឡាញ់គាត់ control គាត់ងប់ងល់ខ្លាំងពេកទេទាំងតែគាត់ពេលខ្លះគាត់គ្រូខ្ញុំមែនប៉ុន្តែបើសិនជាគាត់និយាយមិនត្រូវក៏ខ្ញុំថាគាត់និយាយអត់ត្រូវដែរអ្វីត្បិតតែខ្ញុំស្រឡាញ់ហើយខ្ញុំគោរពគាត់មែនប៉ុន្តែបើសិនជារឿងខ្លះក៏គាត់មិនអាចនិយាយត្រូវ 100% ដែរមានពេលខ្លះក៏គាត់និយាយខុសដែរអញ្ចឹងហើយគាត់និយាយខុសហ្នឹងអ្នកដតីថាគាត់និយាយខុសហ្នឹងនឹងមុខយើងនឹងទាំងដែលយើងជាកូនសិស្សគាត់យើងស្រឡាញ់គាត់ហ្នឹងក៏យើងអត់អាចទៅឆ្លោះគ្នាជុំម្នាក់ដែលថាគាត់អាក្រក់ឬក៏គាត់ថាគាត់និយាយមិនត្រូវបានដែរព្រោះពេលខ្លះគាត់និយាយអត់ត្រូវមែនអញ្ចឹងហើយมันប្រកាសតែខ្ញុំស្រឡាញ់គ្រូខ្ញុំខ្លាំងខ្ញុំចូលចិត្តគាត់ខ្លាំងស្និទ្ធស្នាលខ្លាំងគោរពគាត់ខ្លាំងប៉ុន្តែខ្ញុំមិនមែនរឿងអីសម្ដីរបស់គាត់និយាយមកត្រូវទាំងអស់ទេគាត់មាននិយាយត្រូវខ្លះខុសខ្លះអញ្ចឹងហើយកន្លែងដែលខុសគឺយើងអត់យកគំរូតាមទេគឺយើងបោះចោលវាយើងយកតែដបូលមានឬក៏ពាក្យពេចន៍ណាដែលល្អមានប្រយោជន៍ដល់ខ្លួនយើងអញ្ចឹងយើងមិនមែនជាមនុស្សដែលគ្រប់ត្រូលអ្នកណាម្នាក់ដោយងប់ងល់ស្រឡាញ់អ្នកណាម្នាក់រហូតដល់បាំងមុខឃើញគេធ្វើខុសហើយថាគេធ្វើត្រូវត្រឡប់មកវិញគឺគោលដៅតែមួយដែលខ្ញុំចង់ឲ្យបងប្អូនស្វែងយល់គឺទោះជាបងប្អូនស្រឡាញ់អ្នកណាក៏ដោយចូលចិត្តអ្នកណាក៏ដោយតែសូមបងប្អូនកុំងប់ងល់នឹងបុគ្គលម្នាក់ហ្នឹងព្រោះបើដូចជា fan វណ្ដាតារាចម្រៀងវិញគេនៅដោយគេនឹងយើងនៅដោយយើងនឹងហើយទោះបីជាយើងខំប្រឹងប្រកែកឲ្យគាត់ល្អក៏គាត់មិនមែនហូបបាយជុំយើងគាត់មិនមែនជាអ្នកផ្គត់ផ្គង់យើងណាអញ្ចឹងហើយយើងគ្រប់ត្រូលណាម្នាក់គឺយើងគ្រប់ត្រូលក្នុងចិត្តឬក៏គ្រប់ត្រូលល្មមបានហើយកុំជ្រុលពេកអញ្ចឹងវីដេអូថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយទៀត